ប្រជាពលរដ្ឋខ្មែរមួយក្រុមនៅរាជធានីភ្នំពេញបានព្យាយាមដាក់ញត្តិដែលពួកគេជឿថាតំណាងឲ្យការអំពាវនាវរកយុត្តិធម៌របស់កម្ពុជាក្នុងចំនួនព្រំដែនកម្ពុជាថៃញត្តិនេះត្រូវបានយកទៅដាក់នៅឯស្ថានទូតសហរដ្ឋអាមេរិកដោយជំរុញឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍និងទទួលខុសត្រូវលើការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ថៃដែលអ្នកដាក់ញត្តិអះអាងថាជាអាវុធដែលផលិតដោយអាមេរិកយ៉ាងណាក៏ដោយស្ថានទូតអាមេរិកបានបដិសេធមិនទទួលយកញត្តិនេះទេដោយបញ្ជាក់ថាវាត្រូវបានបញ្ជូនក្នុងសមត្ថភាពផ្ទាល់ខ្លួនហើយមិនតំណាងឲ្យស្ថាប័នឬអង្គការណាមួយឡើយស្ថានទូតបានណែនាំឲ្យក្រុមបញ្ជូនញត្តិទៅក្រសួងប្រៃសណីយ៍ជំនួសវិញក្នុងនាមយើងជាពលរដ្ឋម្ចាស់ស្រុកហើយយើងមកដល់មុខផ្ទះគាត់ហើយគាត់អត់ទទួលយើងមានអារម្មណ៍សោកស្ដាយតែយើងអត់មានសិទ្ធិធ្វើអីបង្ខំអីដល់គាត់ទេយើងនឹងបំពេញតាមលក្ខខណ្ឌតម្រូវដែលគាត់ឲ្យយើងទៅដាក់នៅប្រៃសណីយ៍ហើយយើងសង្ឃឹមថាសារនេះនឹងទៅដល់សហរដ្ឋអាមេរិកចំណាត់ការនេះកើតឡើងនៅពេលដែលកម្ពុជានិងថៃកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះដែលជាវេទិកាមួយផ្ដល់ឲ្យឱកាសភាគីទាំងសងខាងចូលរួមដោយបើកចំហដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីនិងធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌និងយូរអង្វែងថ្លែងក្នុងពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកមហាម៉ាត់ហាសាន់និយាយថាក្នុងនាមជាប្រធានអាស៊ានពួកគេមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលនិងផលប៉ះពាល់លើជីវភាពរស់នៅដោយសារចំនួនដ៏អស់បន្លាយនេះកិត្តិកម្មព្រឹកថ្ងៃច័ន្ទនេះជនស៊ីវិលដែលបានស្លាប់កើនដល់20នាក់និង79នាក់រងរបួសស្របពេលដែលជនភៀសសាក់កើនដល់ជាងកន្លះលាននាក់